សូមជឿនរឿងអន្លង់ស្នេហ៍វោវៃវគ្គ5ភេទទី23តើដឹងថាត្រូវស្ថានភាពបង្ខំតែលីអ៊ីនបែរជាមិនបង្ហាញភាពមិនពេញចិត្តឲ្យអ្នកណាឃើញនាងនិយាយជាមួយខៀន3ប្រយោគមិននឹងប្រំចោអេតាស៊ីវិលជាមួយគេយ៉ាងងាយស្រួលហើយវាក៏ងាយស្រួលរហូតខៀនផ្លាច់ចិត្តយ៉ាងខ្លាំងគេខំតែត្រៀមរៀបពេកជាច្រើនដើម្បីបញ្ចុះបញ្ចូលឬបើប្រើវិធីបញ្ចុះបញ្ចូលមិនបានសម្រេចក៏ត្រូវប្រើវិធីគំរាមតែមានឯណាលីអ៊ីនបែរជាធ្វើឲ្យគេភាំងនិយាយមិនចាញ់អារឿងសบายចិត្តគឺគេសบายចិត្តខ្លាំងណាស់ដែលគ្រប់យ៉ាងរលូនល្អតែគេຕົកចិត្តទាំងស្រុងវាមិនអាចទៅរួចទេហើយអ្វីដែលខៀនចង់ដឹងបំផុតក្នុងពេលនេះគឺលីអ៊ីនកំពុងគិតអ្វីឲ្យប្រកបហេតុអីក៏នាងប្រាំចោលតាស៊ីវិលជាមួយគេងាយម្ល៉េះលំដាប់តទៅនេះយើងត្រូវរកពេលហើយណាមេដោះអ៊ុនអ្នកម្នាក់ផាសូនងាកមកនិយាយជាមួយមេដោះដោយស្នាមញញឹមបន្ទាប់ពីពិធីបំពេចិញ្ចៀនរួចរាល់ជាស្ថាពររួមទាំងការចោទអេតាស៊ីវិលដែលកន្លងទៅយ៉ាងរលូនហើយពេលនេះខាងមន្ត្រីចោទអេតាស៊ីវិលក៏ត្រឡប់ទៅវិញហើយអ៊ំស្រីខ្ញុំមានរឿងសំខាន់ចង់សុំអ៊ំស្រីលីអ៊ីននិយាយឡើងក្រោយពីនៅស្ងៀមយូរមានរឿងអីក្មួយខ្ញុំមិនចង់រៀបចំពិធីរៀបការតែងថាម៉េចជាសំឡេងរបស់ខៀនដែលអូទៀនឡើងមុនគេទៅតែនិយាយរឿងការងារជាមួយខៀងរួចហើយដើរចូលមកតន់លើសម្ដីរបស់ភរិយាដែលត្រឹមត្រូវតាមច្បាប់របស់គេល្មមកែវភ្នែកពណ៌ត្នោតមាសសម្លឹងមើលផ្ទៃមុខស្អាតដោយភាពមិនយល់និងមិនពេញចិត្តតែមិនហ៊ានបង្ហាញចេញទៅបានតលាក់តោកក្នុងចិត្តមិនចង់រៀបចំពិធីរៀបការចង្អុលពិតជាហ៊ានមែនធ្វើបែបនោះមិនបានតែណាលីអ៊ីនអ្នកម្នាក់ផាសូននិយាយសំឡេងទន់ភ្លន់ខណៈដែលមេដោះអ៊ុនមិនយល់ស្របនឹងគំនិតរបស់នាងហេតុអីទៅអ្នកនាងគ្រប់គ្នាសូមស្ដាប់ខ្ញុំសិនណាខ្ញុំចង់ប្រាប់ថាខ្ញុំមិនតាន់ត្រៀមនឹងរៀបចំពិធីរៀបការទេខ្ញុំសុំបែរត្រៀមខ្លួនបន្តិចបានទេគ្រាន់តែត្រូវចោលតាស៊ីវិលដោយមិនបានដឹងខ្លួនខ្ញុំក៏ធ្វើខ្លួនមិនត្រូវទៅហើយម្យ៉ាងទៀតខ្ញុំនឹងលោកខៀននៅត្រូវការពេលវេលាសម្រាប់ស្វែងយល់ចិត្តគ្នាមួយរយៈទៀតហ្នឹងអ៊ំស្រីម៉ែដោះលីអ៊ីនប្រាប់ហេតុផលវែងអនឡាញព្យាយាមអធិប្បាយឲ្យចាស់ទុំទាំងពីរយល់ពីចិត្តនាងព្រមទាំងប្រើក្រសែភ្នែកអង្វរកដើម្បីសំក្តីអាណិតដោយមិនចាប់អារម្មណ៍ផ្ទៃមុខក្រមៅរបស់ស្វាមីត្រឹមត្រូវតាមច្បាប់ហើយចោះខៀនគិតយ៉ាងម៉េចដែរក្មួយអ្នកម្នាក់ផាសូនសួរយោបល់ក្មួយប្រោរឿងនេះគាត់មិនអាចសម្រេចចិត្តទាំងស្រុងបានទេព្រោះយ៉ាងណាក្មេងៗទាំងពីរជាប្តីប្រពន្ធនឹងគ្នាត្រឹមត្រូវតាមច្បាប់ហើយខ្ញុំទៅនិយាយអ្វីបានទៅអ៊ំស្រីមិនតែត្រូវតាមចិត្តភរិយាស្រាប់ហើយមិនតែមេដោះអ៊ុនខៀនប្រាប់អ៊ំស្រីដូចមិនខ្វល់ទាំងដែលក្នុងចិត្តស្ទើរតែឆេះជាភ្លើងបន្ទាប់មកក៏ងាកទៅសួរមេដោះអ៊ុនដោយទឹកមុខ
ក្រេបស្មើមេដោះក៏សម្រេចទៅលើលោកខៀននិងអ្នកនាងដៃចាស់អរគុណណាស់ដែលលោកយល់ចិត្តខ្ញុំលីអ៊ីនប្រាប់ខៀនដោយភាពធូរទ្រង់ទោះជាប្លែកចិត្តខ្លាំងដែលគេប្រំតាមនាងងាយខុសធម្មតាក៏ដោយយើងជាប្តីប្រពន្ធនឹងគ្នាខ្ញុំមិនយល់ចិត្តនាងតើអ្នកណាយល់ចិត្តនាងទៅលីអ៊ីនខៀនប្រាប់ទៅភរិយាសំឡេងទន់លីអ៊ីនមើលណែននិយាយយ៉ាងសង្ស័យព្រោះកំពុងមានប្រាប់ភ្នល់ម្យ៉ាងសំឡេងបែបនេះសម្ដីបែបនេះក្រសែភ្នែកបែបនេះមិនគួរតកចិត្តតល់តែសោះហើយសម្រាប់ថាខ្ញុំឲ្យពេលវេលានាងសម្រាប់ត្រៀមខ្លួនត្រៀមចិត្ត22ថ្ងៃគ្រប់កំណត់ពេលណាយើងនឹងរៀបការភ្លាមចាប់សិនលោកខៀនលោកឲ្យពេលខ្ញុំ20ថ្ងៃទេអូ22ថ្ងៃសម្រាប់ខ្ញុំចាត់ទុកថាយូរពេកហើយលីអ៊ីនឡោះឲ្យដែលខ្ញុំមិនបន្ថយមកនៅត្រឹមតែ12ថ្ងៃហេតុអីក៏ត្រូវ22ថ្ងៃលីអ៊ីនសួរបន្តមែនហើយហេតុអីក៏ត្រូវ22ថ្ងៃអ្នកម្នាងផាសូនក៏សង្ស័យដូចគ្នាសូម្បីតែមេដកអូនក៏មិនយល់ចំនួនតួលេខរបស់ខៀនដែរគ្រាន់តែគាត់មិនបានសួរគ្មានអ្វីច្រើនទេខ្ញុំគ្រាន់តែយកតាមអាយុក្មួយស្រីរបស់អ៊ំស្រីតែប៉ុណ្ណោះឯងខៀនប្រាប់ទៅអ៊ំស្រីដោយផ្ទៃមុខញញឹមញញែមខុសពីអំបញ្ញមិញបន្ទាប់មកក៏ងាកទៅខាងភរិយាអូរំខានជួយជ្រើសរើសផងណាហាន់នេះថាចង់រើទៅនៅជាមួយខ្ញុំនៅផែនហោះឬចង់ឲ្យខ្ញុំមកនៅជាមួយនាងនៅផ្ទះល្អព្រោះខ្ញុំមិនចង់នៅបែកគ្នាជាមួយប្រពន្ធទេខៀនឲ្យជំរើសភរិយាមុននឹងក្រោកដែលចេញទៅខាងក្រៅដើម្បីនិយាយការងារព្រមមានទូរស័ព្ទតែចូលមកល្មមធ្វើឲ្យលីអ៊ីនធ្វើមុខមិនត្រូវនិយាយមិនចេញច្រើននាទីខុសពីចាស់ទាំងពីរដែលពេលនេះកតែពីញញឹមជាមួយសម្ព័ន្ធភាពរបស់ក្មេងៗទាំងពីរស្លាប់ហើយខ្ញុំមិននៅកូរ៉េតែប៉ុន្មានថ្ងៃសោះមិត្តភក្តិខ្ញុំក៏មានប្តីទៅហើយអនាសំឡេងផ្អែមរបស់ចុងខ្សែម្ខាងទៀតអូទៀនមិននឹងនិយាយបង្អាប់កូសន្តានីពេលនេះមិនស៊ូអេលែនសូនៅស្នាក់នៅបារាំងព្រោះស្វាមីនាងចៃអេលែនសូមានកំណត់ទៅមើលការងារនៅការិយាល័យធំតើបលោកប្រធានធំនៃអេលែនសូគ្រប់ឆ្លៀតឱកាសនាំភរិយាស្អាតធ្វើដំណើរទៅហាន់នីមូនតែម្ដងហើយដែលសំខាន់ចែចង់ឲ្យមិនស៊ូតែលេងស្រុកកំណើតទៅពុកផងដែរក៏មកចំអន់ឲ្យខ្ញុំណាប៉ែននេះខ្ញុំនៅសម្រាប់ខ្លួនមិនតាន់តែលីអ៊ីននិយាយយ៉ាងខ្មាស់អៀនពេលថាប្តីជាពេលដែលនាងមិនតាន់សាំកុំថាតែសម្រាប់ខ្លួនអីគ្រាន់តែធ្វើចិត្តទៅយកការផ្លាស់ប្ដូរដែលកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃនាងមិនតាន់ធ្វើចិត្តបានផងខ្ញុំមិនបានចំអន់ឯងទេខ្ញុំនិយាយការពិតឯងដឹងទេថារឿងរបស់ឯងនឹងលោកខៀន
ជារឿងមិនគួរឲ្យជឿដូចជាបដិហាអញ្ចឹងមានសូវអធិប្បាយស្របគ្នានោះរូបភាពការចងចាំក្នុងថ្ងៃរៀបការក៏ផលឡើងមកក្នុងខួរក្បាលហេតុអីក៏ឯងនិយាយបែបនេះលីអ៊ីនសួរចុងខ្សែមកខាងទៀតដោយដែលខ្ញុំប្រាប់ឯងចឹងថាលោកខេនបដិសេធមិនធ្វើកូនកំដរឆេះហើយក៏ឲ្យលោកខេងទទួលតួនាទីចំនួនតែទីបំផុតក៏កិច្ចមិនផុតព្រោះដល់ពេលថ្ងៃរៀបការលោកខេងចាក់ពោះមកមិនតាន់ឯងមិនគិតថាវាប្លែកទេអូដែលដល់ពេលមែនតែនអ្នកដែលត្រូវបាត់បង់របស់ចិត្តទីស្រឡាញ់ដើម្បីចិត្តធ្នូនឹងការឆ្លងកាត់ច្រវាស់ចិត្តទៅឲ្យឯងគឺជាមនុស្សតែមួយដែលជាក្មួយប្រពៅរបស់អ្នកម្នាងផាក់សូនរឿងអីដែលនាងមិនប្លែកចិត្តនោះលីអ៊ីនចង់តបទៅចង់ខ្សែមកខាងទៀតបែបនោះគ្រប់យ៉ាងដែលកើតឡើងវាមានច្រើនជាងពេលថាចៃដនតែប្រូមិនហ៊ានកាត់កាន់ជើងខ្លួនឯងថាខៀនកាឡូស្តាជាគូប្រេងរបស់នាងប៉ាត់ប្រកាសដោយដែលគ្រូទីធ្លាប់ទៅទីក្នុងការយល់សពរឿងបែបនេះឯងក៏កំពុងគិតដូចខ្ញុំដែរមែនទេលីអ៊ីនព្រោះឃើញចង់ខ្សែមកខាងទៀតស្ងាត់ទៅមានសូសូហើយសំណួររបស់នាងក៏ត្រូវម៉ាច់ដូចនាងនៅក្នុងចិត្តលីអ៊ីនអញគិតថាការជួបគ្នារវាងខ្ញុំនិងលោកខៀនប្រព្រំលិខិតកំណត់តើមែនទេមុននេះលីអ៊ីនធ្វើតួនាទីជាអ្នកផ្ដល់ពិភាក្សារឿងស្នេហាដល់មិនសូវរហូតមកព្រមមិនសូវតន់ជ្រីខ្លាំងណាស់ហើយអ្នកណាទៅដឹងថាថ្ងៃមួយអ្នកទាំងពីរត្រូវមកបដូរតួនាទីគ្នាបែបនេះត្រូវហើយខ្ញុំគិតបែបនោះតែខ្ញុំថាព្រមលិខិតកំណត់ឲ្យខ្ញុំនឹងគេមកថ្វាយជាគូខំគ្នាច្រើនជាងលីអ៊ីនប្រាប់ចង់ខ្សែមកខាងទៀតហើយសើចចេញមកតិចយ៉ាងភ្លេចខ្លួនពេលគិតដល់ចំណុចចាប់ផ្ដើមនៃសម្ព័ន្ធភាពរវាងនាងនិងគេមិនថាប្រអ្វីក៏ដោយពេលនេះឯងក៏ខ្លាយជាភរិយាត្រឹមត្រូវតាមច្បាប់របស់លោកខៀនហើយនៅសល់តែរៀបការខ្លាយជាប្រពន្ធពេញសិទ្ធតែប៉ុណ្ណោះសំឡេងរបស់មីនស៊ូបង្កប់ដោយភាពត្រេកអរហើយពេលនេះនាងក៏កំពុងញញឹមភរិយាពេញសិនចឹងត្រូវហើយកំណត់ថ្ងៃរៀបការហើយឬនៅនៅតែអ្នកម្នាងអ៊ំនឹងមិនដោះអូនជាអ្នកចាត់ចែងរឿងនោះឲ្យលីអ៊ីនមិនហ៊ានប្រាប់ការប៉ັດរឿងដែលខៀនឲ្យពេលវេលានាងតែ22ថ្ងៃក្នុងការត្រៀមខ្លួនត្រៀមចាត់សម្រាប់ពិធីមង្គលការមិនតន់រកពេលបានក៏ល្អដែរឯងនឹងបានត្រឡប់ទៅធ្វើការតន់នៃសង្ស័យភាពអន្តេសារបស់កូនកំឡោះតែមែនទេដែលប្រញាប់ចោលឯតាស៊ីវិលមុនដើម្បីជាការធានាលោកខៀននេះចាំមែន
កាលពីមុនបដិសេធតួនាទីកូនកំដរដាច់ក្បាលដាច់កន្ទុយព្រោះខ្លាចអាថ័ន្តតែទីបំផុតក៏កិច្ចមិនផុតលើកនេះមិនសូវសាយក៏ក្អឹកឃើញអ្នកដែលមិនដឹងរឿងពីមុនក៏ធ្វើមកសង្ស័យជាពិសេសពេលលើមិនសូវសើចលីអ៊ីនកាន់តែចង់ដឹងអត់ឋានអីគេឯងដឹងទេក្រុមគេ5នាក់អ្នកណាក៏ដោយដែលធ្វើតួនាទីកូនកំដរមានឱកាសខ្ពស់ដែលនឹងបានរៀបការបន្ទាប់ដោយពោលស្រីដែលនាំគ្នាដណ្ដើមបាច់ផ្កាកូនក្រមុំព្រោះចង់ខ្លាយជាកូនក្រមុំបន្តអញ្ចឹងដែរអញ្ចឹងទេតើលេអ៊ីនរអ៊ូរងើម្នាក់ឯងហើយភ្លេចខ្លួនញញឹមចេញមកពេលគិតដល់ផ្ទៃមុខសង្ហារបស់អ្នកដែលព្យាយាមគេចវេះពីតំណែងកូនកំដរតែទីបំផុតក៏កិច្ចមិនផុតរហូតខ្លាយជាកូនកំលោះខ្លួនឯងមិនសូវសុកលេអ៊ីនក៏ហៅឈ្មោះមិត្តភក្តិព្រមមានរឿងសង្ស័យដែលចង់សួរយ៉ាងម៉េចដែរអញថាខ្ញុំសម្រេចចិត្តលិនច្រឡដែរទេសំណួររបស់លីអ៊ីនធ្វើឲ្យមិនសូវញញឹមតាច់ព្រោះយល់ពីអារម្មណ៍មិត្តភក្តិច្បាស់ក្នុងឋានៈអ្នកដែលធ្លាប់មានបទពិសោធន៍មុនទៅផ្ដល់ការណែនាំដោយមិនបង្អង់យូរឯងស្ដាប់ខ្ញុំណាសម្រាប់ការស្រឡាញ់វាគ្មានពាក្យថាលឿនឬយឺតនោះទេវាមានតែពាក្យថាស្រឡាញ់ឬមិនស្រឡាញ់តែប៉ុណ្ណោះដោយជាខ្ញុំចឹងឯងក៏ដឹងដែរថាខ្ញុំស្រឡាញ់បងឆេះមកតាំងពីក្មេងថែមទាំងគិតស្រមៃមករហូតថាបងឆេះត្រូវតែធ្វើជាកូនកំលោះរបស់ខ្ញុំក្នុងថ្ងៃអនាគតដូចនេះរឿងអាយុឯងកុំទៅខ្វល់ពីវាគ្រាន់តែធ្វើគ្រប់យ៉ាងឲ្យល្អបំផុតទៅបានហើយដើម្បីមនុស្សដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើងវិញដើម្បីមនុស្សដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើងវិញចឹងគិតថយក៏ដកដង្ហើមធំព្រោះនាងមិនតាន់ដឹងទេថាខៀនមានអារម្មណ៍យ៉ាងណាចំពោះនាងខណៈដែលនាងខ្លួនឯងក៏នៅមិនតាន់អាចឆ្លើយបានថាស្រឡាញ់គេឬអត់អរគុណឯងច្រើនណាស់មិនសូវសម្រាប់ពេលណែនាំលីអ៊ីននិយាយសំឡេងផ្អែមដោយភាពព្រិចរាយនិងពេញចិត្តបំផុតឯងភ្លេចហើយថាឯងក៏ធ្លាប់ធ្វើជាទីប្រឹក្សាបេះដូងរបស់ខ្ញុំដែរដូចនេះតើជាឯងមានបញ្ហាអ្វីក៏ខ្ញុំនឹងនៅក្បែរនឹងផ្ដល់កម្លាំងចិត្តឲ្យឯងជានិច្ចអរគុណម្ដងទៀតណាមិនសូវអ្នកទាំងពីរនិយាយគ្នាមួយសន្ទុះទៀតក្នុងរឿងទូទៅព្រោះក្រាញ់ចិត្តគ្នាទៅវិញទៅមកមិនចង់រំខានពេលវេលាផ្ទាល់ខ្លួនរបស់គ្នាព្រោះពេលនេះអ្នកទាំងពីរសតតែមានតួនាទីសំខាន់ត្រូវទទួលខុសត្រូវដូចគ្នាគឺតួនាទីភរិយា
រឿងអន្លង់ស្នេហ៍វវីវគ្គ5ភេទទី23ក៏សូមបញ្ចប់សូមរងចាំស្ដាប់ភេទទី24ដែលជាភេទបន្ត